ផលិតកម្ម KM សូមជូនរឿងជីវិតផ្សងស្នេហ៍ភាគទី1រួមសម្ដែងដោយភីមឆនុកលើវិសេសភ័យប៊ុនតននវងប៊ុនមីកថងរយ៉ាសារ៉ាស៊ីនមនីវ៉ាន់ស្តេហ្វានីលើឈុនផុនប៊ុនណាព្រមទាំងតារាកិត្តិយសជាច្រើនរូបទៀតតាឈុនយើងឆាប់ទៅខ្ញុំផ្ដល់កម្លាំងចិត្តឲ្យណែត្រូវការប្រហិតទេស្រីស្អាតរបស់បងអាណេតឆាប់ទៅហ៊ុយលេចតាមអើយហើយខាងនេះហើយកុំរត់ណាកុំរត់ហើយឈប់ណាស្ងប់អារម្មណ៍សិនទៅបងឈុនបងណេតវីវ៉ូហើយសម្លាញ់ជួយមើលផងណាអើយឈុនអញទៅណាឈុនជន់វាទៅបានហើយមិនក៏ពួកអញធ្វើដល់ម្លឹងម្សិលមិញវាប្រណាំងឡានចាញ់យើងហើយនឹងវាបោកលុយយើងទៀតបើវាមិនឲ្យលុយយើងទេវាត្រូវតែដោះដូរឲ្យជីវិតយើងចាញ់លុយចំនួនវាចុះយើងផ្លាចិត្តហើយយើងចង់បានខ្សែករបស់ឯងជាងយើងឲ្យមិនបានទេអញ្ចឹងឯងមកប្រណាំងជាមួយយើងទៅបើឯងឈ្នះយើងនឹងដោះលែងអាកូនឆ្កែនេះសូណាឆ្នុកឈុនខ្ញុំផ្លាស់ចិត្តហើយខ្ញុំចង់បានខ្សែករបស់ឯងជាងស៊ូយើងឲ្យមិនបានទេបើចឹងឯងមកប្រណាំងម៉ូតូជាមួយយើងទៅបើសិនជាឯងឈ្នះយើងនឹងដោះលែងឆ្កែអង្គស៊ីនេះប៉ុន្តែបើឯងចាញ់ខ្សែកមួយនេះត្រូវតែជារបស់ខ្ញុំស៊ូខំប្រឹងឡើងអាពីស៊ូស៊ូ
ប្រឡាយឈុនខ្ញុំគ្រប់គ្រងលោកណា ហើយហើយមិនក៏ស្ងាត់បែបនេះមកជួយស្រែកផងទៅហើយមកអាឈុនមកហើយវុយហើយអាឈុនអូយ អញយ៉ាងមិនទៅហើយហ៎យ៉ាងមិន ថយចេញទៅគ្នាយើងតាឈុនតាវុយអាឈុនតាអូឈ្នះហើយអាមេបោក បានហើយមីគីគេដល់គោលដៅឆាប់ទៅវិញទៅកុំឲ្យប៉ូលីសនាំគ្នាមកទៅ ខ្ញុំមិនទៅទេគេម្នាក់នោះបោកសង្សារខ្ញុំ មីគី មីគីតានៅទីនេះហើយតើខ្ញុំទៅនាំមីគីមកវិញមីគីឯងចាញ់ហើយ ឯងធ្វើបាបគូប្រកួតខុសកតិកា ល្បែងនេះគ្មានលក្ខខណ្ឌទេវើយនរណាចូលដល់គោលដៅមុននោះជាអ្នកឈ្នះ អាមេបោក មីគីនាងចេះអីដែរទៅ ខ្ញុំជាសង្សារឆ្នុកឈុនសង្សាររបស់ខ្ញុំខំមានទឹកចិត្តចុះទៅជួយឯងតែឯងបែរជាធ្វើបាបគេបែបនេះគេហៅថាពួកបោកប្រាស់ គ្រាន់បានណាទៅហ៎ កុំធ្វើបាបមនុស្សស្រី ខ្សែកនេះគឺជារបស់ខ្ញុំហើយខ្ញុំសូមបោះវាចោលហើយសេចក្តីសុខរបស់ឯងរត់ទៅខាងនោះហើយវើយតទៅជីវិតរបស់ឯងជួបតែស្អុយដូចជាកូនឆ្កែអញ្ចឹងតើយើងទៅវិញ មកចូលមកនេះណានេះ មីគីឆាប់ទៅប្រាប់ថារត់ទៅ ឈុន តើខ្ញុំទៅជួយឈុន មីគីឆាប់រត់ទៅ ប៉ូលីសមក ឆាប់ឡើងរត់ទៅឆាប់រត់ទៅ លេងខ្ញុំទៅខ្ញុំត្រូវឈុន រត់ទៅ ណាឈុន មីគី ទៅឆាប់រត់ទៅតា មីគី ត្រូវឈុន ឆាប់ឡើង តា តា ទៅអីប៉ូលីសមកឥឡូវហើយឆាប់រត់ទៅ មីគី តា ប្រយ័ត្នប៉ូលីសចាប់ណា ទៅជាមួយខ្ញុំ នាងនៅមិនទាន់បាត់ខ្លាចទៀតដែរណែ
Mấy cái niên tới tí nú đừng thấy thay về cột thana ní mình cô tới tí nú tê តែមួយដងគឺវារំភើបណាស់ទៅហើយអរគុណលោកណាឆ្នុកឈុន Ní Skol chmu Ồ Nèខ្ញុំសូមអរគុណនាងណានេះជាបាច់ផ្កាដំបូងនៃជីវិតរបស់ខ្ញុំ កុំថាឲ្យខ្ញុំណាខ្ញុំគ្មានចេតនាឲ្យលោកទេគឺខ្ញុំឲ្យធី ខ្ញុំស្មានថានាងផ្ញើមកឲ្យខ្ញុំ យ៉ាងណាពេលនេះវាជារបស់លោកត្រឹមត្រូវតាមច្បាប់ហើយ បើវាខ្លាចជារបស់ខ្ញុំហើយអញ្ចឹងខ្ញុំណែខ្ញុំប្រកល់ឲ្យនាងយកទៅ ឱកាសអីទៅ ក្នុងឱកាសដែលយើងបានស្គាល់គ្នាមិនឲ្យទេ លោកឲ្យខ្ញុំហើយ គឺលែងឲ្យហើយ ណែខ្ញុំជាប់ផ្ទះហើយណាអរគុណលោកណាបើយើងមានឱកាសនឹងបានជួបគ្នាទៀត លោកប៉ាម៉ាក់ សុតផាន់ឯងបាត់តាណាមិនក៏ទើបទៅមកពេលនេះ គឺតាជាប់ប្រជុំនៅសាលាតាកំពុងត្រៀមរៀបចំសម្ដែងល្ខោននៅសំណង់អាណាធិបតេយ្យ ឯងក៏ហក់យើងហើយណាសុតាផាន់យើងបានទៅមហាវិទ្យាល័យតែគ្មានឃើញការប្រជុំស្អីទេឆាប់ប្រាប់យើងភ្លាមមកតាឯងទៅណា តាហើយនឹងនីគីបានទៅផ្ដល់កម្លាំងចិត្តឲ្យអ្នកតន្ត្រីនៅភោជនីយដ្ឋាន យើងហាមហើយមែនទេថាកុំឲ្យទៅពាក់ព័ន្ធជាមួយពួកវាហើយកុំទៅទីអគូចរអញ្ចឹងឲ្យសោះយល់ដែរទេហ៎ តាសុំទៅលោកប៉ាតាឈប់ធ្វើទៀតហើយ បងហ៎កូនដឹងកំហុសហើយឲ្យកូនឡើងទៅងូតទឹកគេងទៅល្អជាងឆាប់ទៅតាឆាប់ទៅ ឈប់សិនអ្នកណាជូនកូនមកជាកូនចៅនរណាគេមានអាជីវកម្មយ៉ាងម៉េចដែរ ឆានុកឈុនជាមិត្តភក្តិរបស់តាមិនដឹងថាឋានៈជីវភាពរបស់គេយ៉ាងម៉េចទេព្រោះថាតារាប់អានមនុស្សនៅលើចិត្ត កូនតា ចិត្តល្អតើស៊ីបានទេស្តាផាន់នាងកុំភ្លេចឲ្យសោះណាការដែលយើងសន្សំសំចៃទិញផ្ទះធំបែបនេះដើម្បីអ្វីគឺដើម្បីលើកឋានៈផ្នែកសង្គមឲ្យអ្នកទាំងអស់គ្នាបានប្រសើរឡើង ដោយដែលលោកប៉ាទៅចិត្តដិតជាមួយមេទីហ៊ានដើម្បីលើកដំកើងខ្លួនឯងមែនទេ មនុស្សយើងអាចល្អបានវាតើតែមានបៈមានពួកទើបបានប៉ុន្តែសម្រាប់ឯងវិញក៏មានស្នេហានៅក្នុងវ័យសិក្សាប្រយ័ត្នមានកូនគ្មានឪពុកទៅ លោកប៉ាខ្ញុំចង់ចាំសប្បែបសប្យ៉ាងដែលលោកប៉ាបង្រៀនខ្ញុំមកយ៉ាងល្អត្រូវឧស្សាហ៍ព្យាយាមរៀនសូត្រត្រូវស្ដាប់តាមការអប់រំរបស់ឪពុកម្ដាយខ្ញុំគ្មានថ្ងៃថោកទាបបែបហ្នឹងទេលោកប៉ាគ្មានហេតុផលសោះប្រើតែអំណាចនេះខ្ញុំជាកូនណាមិនមែនជាកូនចៅទីហ៊ានរបស់លោកប៉ានោះទេ មិនចាំបាច់រើទេនេះជាបញ្ជា សូតាផាន់មកនិយាយជាមួយយើងឲ្យដឹងរឿងសិន អេ សូតាផាន់ បងហ៎បង
បានហើយគ្រាន់តែប៉ុណ្្នឹងកូនអាចយល់ហើយក ូនខ្លាយទៅជាបែបនេះគឺព្រោះតែនរណាគឺព្រោះតែនាងឲ្យដៃកូនបែបនេះបានជាមានរឿងបែបនេះកើតឡើងកុំឲ្យមានរឿងបែបនេះកើតឡើងទៀតឲ្យសោះ ចានេះជាកំហុសរបស់ខ្ញុំដែលខ្ញុំចិញ្ចឹមកូនមិនបានល្អ ហេតុអីបានជាឯងធ្វើបាបប្អូនឯងខឹងដែលប្អូនហាមមិនឲ្យឯងប្រណាំងម៉ូតូជាមួយមិត្តភក្តិថោកទាបរបស់ឯងទើបឯងធ្វើបាបប្អូនទេ ម៉ាក់វាមិនចឹងទេ ឯងមិនបាច់មកប្រកែកជាមួយយើងទេយើងហាមឯងមិនឲ្យតាក់ទងជាមួយពួកអន្តពាលបោកប្រាស់ទាំងនោះ ខ្ញុំគ្រាន់តែចង់ជួយមិត្តភក្តិតែប៉ុណ្ណោះហើយរឿងដែលសំខាន់នោះខ្ញុំមិនបានពាក់ព័ន្ធជាមួយពួកអន្តពាលទេ នេះឯងនេះពិតជាអាក្រក់មែនឯងគឺជាអ្នកធ្វើកំហុសទាំងអស់ហើយនៅទម្លាក់ប្អូនទៀតមែនទេសំណាងណាស់ដែលគុណបាននិយាយរឿងរ៉ាវទាំងអស់ប្រាប់ដល់យើងថាមានរឿងអីកើតឡើងខ្លះ ម៉ាក់ជឿអាគុណតែម៉ាក់មិនជឿខ្ញុំទេ មែនហើយព្រោះយើងដឹងនោះអីថាឯងជាមនុស្សបែបណាឯងនេះគ្មានបានការឯងមិនបានផលអីទេធ្វើជាអ្នកចម្រៀងតាមក្លឹបតាមបារតាក់ទងជាមួយអ្នកចម្រៀងថោកទាបអន់អាកូនមិនល្អអាកូនហេងសុយ វាពិតដូចម៉ាក់និយាយមែនខ្ញុំជាកូនអាក្រក់ជាកូនដែលម៉ាក់ស្អប់ខ្ពើម មែនហើយយើងស្អប់ឯងដូចដែលយើងស្អប់ឪពុកឯងអញ្ចឹង ចុះមិនក៏ម៉ាក់មិនឲ្យខ្ញុំទៅនៅជាមួយនឹងប៉ាខ្ញុំទៅនៅជាមួយលេខារបស់បងទៅមិនបាច់មកទីនេះទៀតទេលោកប៉ាកុំទៅចោលខ្ញុំអីលោកប៉ា ចាំប៉ាមកលេងណាកូន មិនបានទេមិនបានទេលេងកូនខ្ញុំទៅខ្ញុំមិនឲ្យទៅខ្ញុំមិនឲ្យកូនទៅនៅជាមួយបងទេត្រូវនៅជាមួយខ្ញុំលេងកូនខ្ញុំទៅកូនត្រូវនៅជាមួយខ្ញុំបើបងឈានជើងចេញពីផ្ទះនេះហើយកុំមកចោលទីនេះទៀតឲ្យសោះ ម៉ាក់ឲ្យខ្ញុំនៅទីនេះមិនព្រោះតែការស្រឡាញ់ទេប៉ុន្តែម៉ាក់ខ្លាចអាម៉ាស់ម៉ាក់ត្រូវការចង់ឈ្នះលោកប៉ានតែប៉ុណ្ណោះ គុណឈុនឯងហ៊ាននិយាយបែបនេះដាក់យើងផងហ៎ឯងហ៊ាននិយាយបែបនេះដាក់យើងផងហ៎ហ៊ាននិយាយបែបនេះដាក់យើងផងហ៎ឯងហ៊ានមែនទេមិនក៏ឯងនិយាយបែបនេះដាក់យើងមិនក៏ឯងនិយាយបែបនេះដាក់យើងឯងហ៊ាននិយាយបែបនេះដាក់យើងហ៎ អូនបងសុំណាកុំណា បងនេះជារឿងនៅក្នុងក្រុមគ្រួសាររបស់ខ្ញុំ លោកប៉ាខ្ញុំឈឺណាអូយ បានហើយបងកូនយើងឈឺខ្ញុំបញ្ជាឲ្យបងមើលកូនបងមិនឃើញទេថាកូនឈឺ បើសិនជាអូនគិតថាជារឿងផ្ទាល់ខ្លួនរបស់អូនបងសុំទោសចុះទៅ ឯងឃើញហើយមែនទេព្រោះតែឯងម្នាក់កូនបង្កបញ្ហាឲ្យយើងទាំងអស់គ្នាកូនត្រូវរងរបួសលោកឋានៈកូនក៏យល់ច្រឡំលើយើងឯងនេះបង្កបញ្ហាឲ្យយើងមិនលុះថ្ងៃណាសោះឯងគឺជាមេសូយអាមេសូយ មែនហើយបើម៉ាក់គិតថាខ្ញុំជាមេសយជាមេបញ្ហានោះខ្ញុំក៏មិនចង់នៅជាមួយម៉ាក់តទៅទៀតដែរ ទៅចុះឯងចង់ទៅណាក៏ទៅ ម
បើសិនជាឯងក្រនបើណាឯងទៅប៉ុន្តែកុំទៅពឹងលើប៉ារបស់ឯងឲ្យសោះកុំឲ្យប៉ារបស់ឯងមកជេរយើងថាយើងចិញ្ចឹមកូនមិនបានល្អកុំឲ្យម្ដាយចុងរបស់ឯងមកសើចំអកឲ្យយើងអាកូនមិនល្អផាផាមិនតាន់កេងទេ ខ្ញុំអង្គុយមើលសភៅនៅក្នុងបន្ទប់ហើយក៏ឮសំឡេងបងតាឆ្លោះជាមួយលោកប៉ាតើពេលណាទើបបងតាឈប់ឆ្លោះជាមួយនឹងប៉ាទៅបងទ្រាំមិនបានទេផាបងទ្រាំនឹងភាពទេសនាគ្មានហេតុផលរបស់ប៉ាមិនបានទេទោះជាបងជាកូនតែបងក៏មានបេះដូងមានអារម្មណ៍បងមិនមែនជាមនុស្សយន្តដែលធ្វើយ៉ាងណាក៏បានទេខ្ញុំចង់ធ្វើដូចជាបងតាខ្លាំងណាស់ផានិយាយអីហ្នឹងធ្វើខ្លួនដូចជាបងតាប្រហែលជាមិនល្អប៉ុន្តែវាគួរតែល្អជាងអារម្មណ៍គៀបសង្កត់ត្រូវគេឃុំឃាំងដូចជាសត្វសារិកានៅក្នុងទ្រុងបើសិនជាគេគៀបសង្កត់ខ្លាំងពេកថ្ងៃណាមួយប្រកាសជាផ្ទុះឆេះផាបានហើយអញបែបនេះគឺល្អហើយតែកេងទៅឯងបង្កបញ្ហាឲ្យយើងមិនលុះថ្ងៃសោះឯងចេញទៅឯងទៅចាំមេសុយទៅចុះឯងចង់ទៅណាក៏ទៅក្រុមគ្រួសាររបស់លោកប្រកាសជាក្រុមគ្រួសារដែលស្រឡាញ់លោកណាស់ខ្ញុំចំណាននឹងលោកណាស់ឆនុកឈុនឈុនលោកប៉ាឆ្លោះជាមួយម៉ាក់ឯងទៀតហើយមែនទេយប់នេះគេនៅទីនេះជាមួយប៉ាហើយណាកុំអីនាមីរីឆាប្រកាសជាអើយមិនចាំបាច់ខ្វល់ទេនាមីនិឆាណាគេស្រឡាញ់ហើយបារម្ភពីឯងខ្លាំងណាស់
ទៅងូតទៅផ្លាស់ខោអាវទៅណា បងមិនទុកមុខឲ្យខ្ញុំទេបងគួរតែសួរខ្ញុំមួយម៉ាត់ថាខ្ញុំពេញចិត្តឲ្យកូនបងរស់នៅទីនេះឬក៏អត់ អូនដឹងហើយតាថាចំណុកឈុនជាកូនរបស់បងគេកំពុងតែមានបញ្ហាគេត្រូវការលួងចិនណាអូន តែទីនេះមិនមែនជាមណ្ឌលក្មេងកំព្រាទេដែលចាំជួយសង្គ្រោះក្មេងកំព្រានោះព្រោះខ្ញុំមិនមែនជាសមាគមដែលជួយសង្គ្រោះក្មេងអនាថាកូនរបស់បងទេ ចំណុកឈុនមិនមែនជាក្មេងអនាថាទេ បើមិនមែនក្មេងអនាថាមិនមែនត្រូវម្ដាយខ្លួនឯងទាត់ចេញពីផ្ទះត្រូវរត់មកនៅផ្ទះគេផ្ទះឯងបែបនេះទេ បានហើយអូនយំនេះឲ្យគេនៅទីនេះសិនទៅបានទេហើយស្អែកនេះចាំនិយាយគ្នាឈុនយំនេះធារកាសតិចណាស់ប៉ាយកភួយមកឲ្យណាកូនអើឈុនឯងមកចំកន្លែងហើយវើសម្លាញ់ទ្វារឋានសួគ៌មួយនេះណាពេញចិត្តនឹងទទួលឯង24ម៉ោងហេចូលទៅឯងពួកយើងនេះសមាជិកថ្មីបែអូយ៉ាងម៉េចដូចជាហោះហើរនៅលើឋានសួគ៌អញ្ចឹងសពបែបសពយ៉ាងគឺកំពុងតែរស់ដោយមានសេចក្តីសុខគ្មានឪពុកម្ដាយណាដែលយល់ចិត្តយើងទេអាឈុនអើយ ព្រោះតែហេតុអីទៅ គឺព្រោះតែយើងនេះមិនដែលមានកូនពួកយើងនេះគឺជាកូនទេវតាមែនទេពួកយើងកូនទេវតា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 បានហើយឃើញទេពេលនេះដល់វេនអញហើយដល់ពេលឡើងឋានសួគ៌ហើយសម្លាញ់ ឯងឈប់ទៅវាមិនជួយឲ្យជីវិតឯងល្អឡើងទេ ហើយចូលជីវិតកូនមហាសេដ្ឋីដូចជាឯងនឹងល្អណាស់ទៅហ៎បើឯងមិនចង់ឡើងឋានសួគ៌ទេឯងទៅចុះនរកនៅខាងក្រៅទៅចាំទុកណាកូនយើងសំណាងល្អប៉ុណ្ណាដែលកើតមកជាមនុស្សកើតមកដើម្បីធ្វើអំពើល្អណាកូនកូនត្រូវតែខ្លាចជាក្មេងល្អណាទោះជាប៉ាមិនបាននៅមើលថែកូនក៏ដោយកូនត្រូវតែជាក្មេងល្អណាកូនណាណាគេនឹងបានស្រឡាញ់កូនជីវិតរបស់កូនគឺមានសេចក្តីសុខណា បាទលោកប៉ា ខ្ញុំនឹងព្យាយាមណាលោកប៉ាខ្ញុំនឹងធ្វើឲ្យល្អបំផុតខ្ញុំនឹងធ្វើជាមនុស្សល្អ តាខ្ញុំសប្បាយចិត្តណាស់ដែលឯងមានសុវត្ថិភាពយប់មិញនេះឯងទៅវិញបែបណាទៅខ្ញុំបារម្ភពីឯងខ្លាំងណាស់ តែទុកខ្ញុំចោលឲ្យនៅម្នាក់ឯង តាយើងកាន់តែបារម្ភទៅទៀតយើងត្រឡប់ទៅរកតាតែរកមិនឃើញ ច្បាស់ហើយឯងថាត្រឡប់ទៅរកខ្ញុំ ពិតមែនហើយខ្ញុំមិនអាចគិតចោលនាងទេ គឺពួកឯងទាំងពីរទៅរកខ្ញុំឃើញរបៀបណាគេម្នាក់នោះមកជួយខ្ញុំយកចេញទៅ គេណាទៅ គឺមិត្តភក្តិធីនឹងណាលោកឆ្នុកឈុន ហាឆ្នុកឈុនអូយមុខមាត់សង្ហាហើយជាទូឯកទៀតស្ដាប់ហើយបេះដូងស្ទើរតែរលាយ ណែឈប់រវើរវាយទៅទៅ ឆ្នុកឈុន ដែនអាដែនដេកដល់ណាទៀតក្រោកឡើងឲ្យលឿន អើយដាស់ធ្វើស្អីទៅនេះឈុនខ្ញុំងងុយណាស់ នេះអាដែនណែក្រោកឡើងទៅរៀនយើងទៅហៅតាក់ស៊ីឲ្យជូនឯងទៅមុនចុះហើយចាំជូនយើងទៅមហាវិទ្យាល័យឆាប់ទៅរៀន អូយ៉ាងណាក៏យើងមិនទៅរៀនដែរយើងគ្មានលុយទេ
យើងមានអាចឲ្យរៀនបានមួយអាទិត្យហើយឆាប់ទៅរៀនទៅ ខោអាវបោមិនតន់ស្ងួតទេ នេះអាដេតឆាប់ទៅរៀនឪពុកម្ដាយឯងបញ្ជូនឯងមករៀនណា អាឈុនណែយើងទៅរួចមែនណាយប់មិញណាប្អូនប្រុសឯងលេងយើងឡើងទុនខ្លួនហើយអូយឈឺណាស់នេះអូយមើលចុះទៅរួចទេអូយ បានយើងឲ្យឯងសម្រាប់មួយថ្ងៃទៅចុះយើងទៅរៀនមុនហើយ អើយអាឈុនជប់ ស្អីទៀតហើយ ថ្ងៃនេះយើងធ្វើអីមិនកើតទេឯងជួយយើងរឿងមួយទៅ ធ្វើរឿងអី ឆាប់ទៅពួកយើងពេលនេះក្មេងៗចាំស្លាប់ហើយ តាបាប៉ាម៉ាតាដឹងថាតាមកធ្វើកម្មវិធីក្មេងៗណាប្រកាសជាត្រូវមកទៀតហើយ នេះតាខ្ញុំយល់ថាលុបចោលកម្មវិធីឈួតឡប់នេះទៅរួចហើយយើងទៅដល់ផ្សារល្អជាង ណែមិនបានទេពួកយើងសន្យាជាមួយក្មេងៗហើយម្យ៉ាងទៀតចាំមកធ្វើការងារឲ្យសាលាទៀតផង តែបាប៉ាម៉ានាងដឹងនោះគឺ កុំឲ្យដឹងទេ ស្អីគេ អើយរបស់គេចងឲ្យកុំទៅស្រាយឲ្យសោះកុំឲ្យមានស្លាស្នាម បើឯងមិនប្រាប់យើងក៏មិនយកទៅដែរ អូយើងក៏មិនដឹងដែរសម្លាញ់មានគេផ្ញើមកឲ្យយើងចង់ដើរយកទៅខ្លួនឯងប៉ុន្តែទៅវាមិនរួច ចុះឯងឲ្យយើងយកទៅឲ្យគេណាទៅ គឺឯងយកទៅឲ្យនៅទីប្រជុំជនទៅ ចុះមិនក៏ឯងមិនទៅខ្លួនឯងចាំបាច់ផ្ញើនឹងយើងធ្វើអី ណាឯងកុំសួរច្រើនពេកយើងឈឺដល់បេះដូងហើយអូយឆាប់ទៅ អឺ ប្រយ័ត្នផងវើយ អេនបានហើយជួយយាយប៉ុណ្ណឹងបានហើយឆាប់ទៅរៀនទៅប្រយ័ត្នមិនទាន់មិនអីទេយាយខ្ញុំនៅមានពេលចាំខ្ញុំជួយណាបានហើយទុកឲ្យយាយធ្វើបានហើយ លោកយាយខ្ញុំមកទិញនំ បាន យកមួយមុខ10កញ្ចប់ នាងមកទៅ3នាក់មិនក៏ទិញទៅច្រើនម្លេះយ៉ាងម៉េចពួកខ្ញុំគ្មានលុយឲ្យទេពួកខ្ញុំមានលុយគ្រប់គ្រាន់សម្រាប់ម៉ៅតូបនេះតែម្ដង នេះលោកយាយគឺពួកយើងទិញយកទៅចែកក្មេងនៅមណ្ឌលកុមារកំព្រា អូយនាងទេដែលទៅលេងល្ខោនឲ្យពួកក្មេងៗមើលអូយស្លាប់ហើយគួរឲ្យមើលណាស់នាងអើយបើអញ្ចឹងចាំយាយថែមឲ្យនាងទៀតណា អរគុណលោកយាយ មិនបាច់ថែមទេពួកខ្ញុំមានសមត្ថភាពឲ្យលុយមិនចង់ជពាក់គុណយាយទេ នេះមិត្តមាត់ លោកយាយជួយបញ្ញាបន្តិចទៅពួកយើងបញ្ញាណា អូបានអែនអើយអែនជួយយាយខ្ចាប់នំឲ្យគេបន្តិចទៅ នាងនេះចាំមើលណា យាយខ្ញុំថ្ងៃហើយខ្ញុំទៅរៀនហើយណាអេបើអញ្ចឹងពួកនាងចាំតិចណាមកឈុនមកធ្វើអីនៅទីនេះ បងមកគេងជាមួយពួកកូនទេវតាហើយចុះយើងទៅណានឹងឬក៏រត់គេចពីណា អត់ទេខ្ញុំទៅរៀនខ្ញុំទៅហើយណា លោកយាយ ដុំឆែបអូយចៅឈុននេះទេយាយខំទៅភ័យអស់លីង ថ្ងៃនេះយាយញញឹមណាលក់ដាច់ណាស់មែនទេ លក់ដាច់ណាស់គឺពួកនិស្សិតគេមកទិញនំយាយច្រើនណាស់ចៅអើយ ខ្ញុំទៅរៀនសិនហើយណាយាយ ចាទៅចុះ សួស្តីក្មេងៗគឺពួកបងមកពីផ្នែកនីតិសាស្ត្រគឺមកធ្វើកិច្ចការនៅក្នុងនាមរបស់សមាគមអីគេទៅ គឺសមាគមស្លាញ់ក្មេង អើយពូកែណានេះដូចពួកបងបានសន្យាហើយថាពួកបងនឹងមកសម្ដែងល្ខោនឲ្យមើលរឿងអីគេ ប្រានាង Snow White តើទៅពួកបងនៅតែផ្លាស់ឈុតសិនរយៈពេលនេះគឺបងនៅឲ្យបងនិកគីដ៏ស្រស់ស្អាតនេះ
ចែកនំដល់ក្មេងៗសុំសម្លេងតែដៃមួយ នេះណានំអើយចេញទៅកុំយកដៃកខ្វក់កខ្វក់របស់ឯងមកប៉ះពាល់ជើងឲ្យសោះ អូណែមិនអីទេណាមិនអីទេបងនេះគេចូលចិត្តនិយាយលេងបែបនេះឯង ប៉ុន្តែនេះណានំបើស្រីស្អាតចិត្តល្អដូចទេពធីតាចានេះចានេះ បងស្រីស្អាតអរគុណណាស់ខ្ញុំចង់បាននំមួយកញ្ចប់ ចាក់បាននំមែនទេ បាទ នេះណានំយកទៅ អូយ កំលេចសើចណា ឈឺណាស់នេះ ជារបស់ស្អីទៅ ធីចាំតួព្រះអង្គម្ចាស់បានហើយនៅ ចាំបានតាហាត់ថាបហើយអូគឺចង់និយាយថាចាំបានគឺព្រះអង្គម្ចាស់នឹងចេញមកពេលដែល Snow White គឺនៅលើគ្រែហើយព្រះអង្គម្ចាស់ក៏បឺតមាត់ Snow White ធ្វើឲ្យ Snow White មានជីវិតរស់ម្ដងទៀតបែបនេះណា ណែពូកែណាតែមិនបាច់ថាមែនទេ ហេតុអីទៅមនុស្សស្រឡាញ់គ្នាគឺត្រូវតែបឺតមាត់អូចង់និយាយថាតួល្ខោនគឺត្រូវតែថើបគ្នាព្រោះថានេះគឺស្រឡាញ់គ្នាមែនទេ តែផ្លាស់ឈុតទៅព្រះអង្គម្ចាស់ បាទសុំចូលបន្ទប់ទឹកតិច ឈប់តើណា គឺរំភើបពេកចង់ទៅហាត់ថើបនៅក្នុងបន្ទប់ទឹកហ្នឹងណាហេឈប់សិនទៅខ្សែឆាប់ឡើងឈប់សិនឈប់ ជួយផងអ្នកណាក៏បានដែរជួយផងម្ដាយចង់ចិត្តខ្មែរបញ្ជូនទាហានឲ្យមកសម្រាប់ខ្ញុំតែខ្ញុំធ្វើយ៉ាងណា Snow White នៅណា ប្រាប់ខ្ញុំមកថាខ្ញុំទៅពួននៅទីណា ទៅពួនក្រោមដើមឈើទៅ ហើយអរគុណណា រត់ទៅណាហើយក្មេងៗពួកឯងមិនឃើញដែរទេ Snow White រត់ទៅណា មិនឃើញទេទៅខាងនោះបាទ អរគុណបាទ ហើយអរគុណច្រើនណាស់ពួកឯងចិត្តល្អមែនទែនតែសិនហើយណា តាមយើងធ្វើអីឬក៏របស់ក្នុងកញ្ចប់នេះ ហើយឈប់សិនណាឈប់គម្រប់ ក្រោយពេលដែលម្ដាយចុងចិត្តខ្មៅ
សម្រាប់ Snow White មិនបានទើបម្ដាយចង់ចិត្តខ្មៅបន្លំខ្លួនធ្វើជាយាយចាស់យកផ្លែប៉ោមដាក់ថ្នាំពុលទៅឲ្យ Snow White អរគុណណាយាយ មិនអីទេញ៉ាំទៅណា ចាខ្ញុំបានផ្លែប៉ោមហើយលោកយាយចិត្តល្អណាស់ ញ៉ាំទៅពេលដែល Snow White ញ៉ាំផ្លែប៉ោមហើយក៏ស្លាប់ភ្លាមហើយមនុស្សក្រិនក៏ភ្ញាក់ផ្អើលស្រែកឲ្យមនុស្សជួយអ្នកណាក៏បានដែរជួយផងជួយពួកយើងផងជួយ Snow White 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 ផង ជួយពួកយើងផងជួយ Snow White ផងជួយ Snow White ផង ជួយពួកយើងផង ជួយ Snow White ផង ជួយពួកយើងផង ជួយផង 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 ហើយនៅពេលដែល Snow White បានដេកស្លាប់នោះក៏មានព្រះអង្គម្ចាស់មកពីដែនឆ្ងាយមកជួយសូមអញ្ជើញព្រះអង្គម្ចាស់ទៀតដៃមួយ ព្រះអង្គចាំមកហើយហេអ្នកណាគេសម្ដែងជំនួសខ្ញុំហើយព្រះអង្គម្ចាស់ក៏ដោះមួកចេញហេអាឈុនឆាប់សម្ដែងទៅណែក្មេងៗចាំ ហើយព្រះអង្គម្ចាស់រូបសង្ហាក៏បឺតមាត់ព្រះនាងម្ចាស់ Snow White ยืดแต่เราขนมเด้อ ទៅយើងទៅរកខណៈរកជាងហើយព្រះនាងម្ចាស់ក៏ដឹងខ្លួនភ្លាមរួចហើយអ្នកទាំងពីរក៏ស្រឡាញ់គ្នាជារៀងរហូតទៅផ្ទះដៃក្របឡើងក្របឡើងស្អីគេអញ្ចេះធ្វើឲ្យខុសពេលខុសវេលាអស់ហើយបឺតមាត់ឲ្យក្បឺតម្លេះអញ្ចឹងសម្រាប់ថាឈប់ត្រឹមនេះទៅចុះណាសុំសម្លេងផ្ទះដៃមួយនេះអាឈុននេះឈប់អាធីកុំឆ្លុះគ្នាថយចេញកុំចេះនេះឯងធ្វើស្អីហ៎ឯងដឹងទេថាឯងវិតធ្វើឲ្យយើងបរាជ័យណាគ្រាន់តែវិបរាជ័យតែមិនទាន់បរាជ័យឯណាយើងសុំទោសសម្លាញ់យើងគ្មានចេតនាទេវាជារឿងស្មានមិនដល់នេះឯងមកធ្វើអីទីនេះឯងកុំនិយាយសោះណាថាឯងមកគេងជាមួយនឹងពួកក្រុមទេវតានោះរឿងវែងឆ្ងាញ់ណាស់ចាំយើងនិយាយពេលក្រោយចុះយើងទៅសិនហើយនាងអ្នកនាងលោកខ្ញុំសុំទោសខ្ញុំគ្មានចេតនាទេនាងចង់ជេរស្ដីខ្ញុំយ៉ាងម៉េចក៏បានដែរខ្ញុំសុខចិត្តទទួលលោកមិនគួរធ្វើបែបនេះទេ
នាងមិនវាយខ្ញុំទេហ៎ ការប្រើអំពើហិង្សាវាមិនមែនជាវិធីដោះស្រាយបញ្ហាទេ តែខ្ញុំនឹងមានអារម្មណ៍ល្អជាងនេះបើសិនជានាងដាក់ទោសខ្ញុំ សម្រាប់អ្នកដឹងកំហុសប៉ុន្តែគឺវាគ្រប់គ្រាន់ហើយ អរគុណចំពោះមិត្តភាពដែលមានឲ្យខ្ញុំហេ លោកខ្លាយជាជនជាប់ចោតនៃការជួញដូរគ្រឿងញៀនទៅនាំគេទៅសែប អេតា លោកប៉ូលីសលែងខ្ញុំទៅ នេះ ខ្ញុំមិនដឹងអី នេះ ទេ រឿងអីទៅនេះតាខ្ញុំមិនគិតសោះថាមនុស្សមុខមាត់សង្ហាតួឯករបស់ខ្ញុំនឹងខ្លាចទៅជាមនុស្សបែបនេះ ឆ្លួតនឹងប្រុសរហូតដល់ខ្វាក់ភ្នែក នេះខ្ញុំចង់ស្រឡាញ់អ្នកណាឆ្លុះអង្វែងជាមួយអ្នកណាជារឿងរបស់ខ្ញុំកុំមកចេះ តាយើងទៅវិញទៅតាពួកយើងរៀបចំឲ្យបានទៅសួស្ដីលោកចំណុកឈុនមិត្តសម្លាញ់មកសួរសុខទុក្ខ អាដេតឯងបោកយើងឲ្យយកថ្នាំទៅឲ្យគេ អើយនិយាយតិចឯងគឺជាមិត្តភក្តិរបស់យើងណា ឯងមិនមែនជាមិត្តយើងតទៅទៀតទេ អូយណាបានហើយយើងខំទិញកាហ្វេបាយឆាយកមកផ្ញើឯងណាឯងញ៉ាំមួយឆ្អែតទៅសម្រាប់ចុះមិនយូរប្រហែលទេមកឯងនឹងមកធានាខ្លួនឯងហើយ ឯងទេ5ម៉ាក់យើងហ៎ ឯងចង់ឲ្យយើងទេឲ្យអ្នកទាំងអស់គ្នាគេសើចចំអកឲ្យឯងហ៎ ប៉ុន្តែយើងបានទេប្រាប់ប៉ាយើងឲ្យមកធានាខ្លួនហើយ សយហើយប៉ាមកឯងមកជួបគ្នាហើយប្រកាសជាខ្លាចទៅជារឿងធំជាមិនខានទេលោកចំណុកឈុនមានអាណាព្យាបាលមកធានាខ្លួនអ្នកបងជាប្រុសជាស្រីគឺជាប្រុសហេអាឈុនឯងរួចខ្លួនហើយប៉ាឯងមកធានាខ្លួនហើយឈុន កូនឈុន ម៉ាក់ នេះអាកូនថោកទាបឯងបង្កបញ្ហាឲ្យយើងមិនចេះចាប់មិនចេះហើយឯងធ្វើអីមិនឯងមិនចេះទុកមុខឲ្យយើងខ្លះផងលួយកាក់ដែលយើងឲ្យឯងចាយនោះមិនគ្រប់ទៀតមែនទេបានជាឯងត្រូវទៅលក់ថ្នាំបែបនេះព្រោះតែឯងសែបគប់មិត្តអាក្រក់បានជាឯងមានពូជថោកទាបបែបនេះមិនបានជាឯងធ្វើបែបនេះហេតុអីទៅហេតុអីបានចែកធ្វើបែបនេះហេតុអីឯងទុកមុខឲ្យយើងសោះហេតុអី បានហើយអូនបានហើយក ុំចេះហើយមិនបានចែកធ្វើបែបនេះមិនបានចែកធ្វើបែបនេះ បានហើយ លោកមកធ្វើអី កូនបានទេរបងស្ងប់អារម្មណ៍សិនទៅកុំប្រើតែអារម្មណ៍វាគ្មានប្រយោជន៍ស្អីទេ មិនបាច់មកបដៅខ្ញុំទេកូនរបស់ខ្ញុំបដៅខ្លួនឯងបាន គេជាកូនខ្ញុំដូចគ្នា តែតាមផ្លូវច្បាប់លោកគ្មានសិទ្ធិលើខ្លួនកូនទៀតទេឈុន ជប់សិនអូននេះជ្រុលពេកហើយណា បានហើយម៉ាក់ប៉ាកុំឆ្លោះគ្នាអីខ្ញុំសុំទោស ស្ងប់អារម្មណ៍សិនទៅអូនខ្មាស់គេលោកចំណុកឈុនយើងឃើញវត្ថុតាងហើយ ថ្នាំឈួត នេះគឺវីតាមីន C 100 គ្រាប់គឺជួយការពារជំងឺស្បែកហើយនឹងឆ្អឹងតែប៉ុណ្ណោះឯងសម្រាប់ថាជាអ្វីទៅនេះវីតាមីន C ឯងបញ្ឆោតឲ្យមិត្តភក្តិរបស់ឯងជាប់តែមែនទេកុំចាត់ប្រកាន់ខ្ញុំអី
ខ្ញុំគ្រាន់តែចង់ឲ្យមិត្តភក្តិរបស់ខ្ញុំនេះប្រើវីតាមីន C តែប៉ុណ្ណោះឯងហើយលោកអន្តរការចោទប្រកាន់ខ្ញុំធ្វើអីទៅមានន័យថាកូនរបស់ខ្ញុំនេះមិនខុសទេមែនទេខ្ញុំសូមអរគុណលោកប៉ាណាដែលមកជួយខ្ញុំមិនអីទេកូនតើទៅធ្វើអ្វីត្រូវប្រយ័ត្នខ្លួនផងណាបើមិនចឹងទីជាប់តាក់មែនទេណាកូនបាទប៉ាយប់មិញនេះមានរឿងអីមិនសប្បាយចិត្តទេបានជារត់ចេញពីផ្ទះមិនមានទេខ្ញុំគ្រាន់តែចង់ចេញទៅរកមិត្តភក្តិបើមានអីមិនសប្បាយចិត្តណាទៅនៅផ្ទះប៉ាទៅណាលោកភ្លេចហើយមែនទេថាលោកនេះគ្មានសិទ្ធិលើខ្លួនកូនទេបងដឹងច្បាស់ប៉ុន្តែដោយចិត្តជាឪពុកបងមានសិទ្ធិបារម្ភហើយស្រឡាញ់កូនដូចគ្នាតែខ្ញុំគ្មានថ្ងៃបដៅឲ្យកូនទៅនៅជាមួយលោកជាដាច់ខាតបើមិនអញ្ចឹងទេកូននឹងគិតថោកទាបតាក់ទងជាមួយមនុស្សថោកទាបលោកស្រីចង់និយាយដល់អ្នកណាគេនាងមិនពាក់ព័ន្ធបើសិនជាកូនរបស់នាងមិនបង្កបញ្ហាឲ្យប្តីរបស់ខ្ញុំទេខ្ញុំក៏មិនចង់លូកដៃដែរប៉ុន្តែក៏នៅតែចេញមកលូកដៃខ្ញុំដឹងថានាងមិនចង់ជួបមុខខ្ញុំយើងមានវិធីងាយខ្លាំងណាស់មេត្តាអប់រំកូនរបស់នាងឲ្យបានល្អកុំឲ្យខ្លាចជាក្មេងមានបញ្ហានេះនាងជេរខ្ញុំហ៎ថាខ្ញុំចិញ្ចឹមកូនមិនល្អមែនទេរឿងប៉ុណ្ណឹងចាំបាច់ឲ្យខ្ញុំអធិប្បាយដែរហ៎បើកូននាងគ្មានបញ្ហាគេមិនមែនរត់ទៅដល់ផ្ទះខ្ញុំហើយបើជាក្មេងល្អមិនចាំបាច់ឲ្យឪពុកម្ដាយមកដល់ប៉ុស្តិ៍ប៉ូលីសទេអាងអីបានជាមកជេរខ្ញុំអូយបានហើយអូនបានហើយណែអូនមិនគួរមកទីនេះទេខ្ញុំគ្រាន់តែចង់មកប្រាប់រឿងកូនហើយនឹងម្ដាយថាកុំយកបញ្ហាមកឲ្យពួកយើងទៀតនាងវាជ្រុលពេកហើយណាអូនម៉ាក់ស្ងប់អារម្មណ៍សិនទៅប៉ាទៅសិនហើយកូនបានប៉ាជំរាបលាប៉ានាមីងឆាប់ទៅបងមកនេះមកគូនឈុនចេញមកឆាប់ឡើងឯងឃើញហើយមែនទេថាឪពុកហើយនឹងម្ដាយចុងឯងមកចាត់ការយើងឯងនេះសួយណាឯងនេះពិតជាមេសួយមែនអមេសួយម៉ាស្ងប់អារម្មណ៍សិនទៅម៉ាក់ធុញថប់ពេកទៅមិនល្អចំពោះសុខភាពទេខ្ញុំអារម្មណ៍ណាយើងទៅផ្ទះវិញទៅម៉ាក់គឺមានតែកូនប៉ុណ្ណោះដែលស្រឡាញ់ម៉ាក់ហើយបារម្ភពីម៉ាក់កូនសំណប់ចិត្តទៅឈុនទៅផ្ទះវិញទៅបានឯងជីតាក់ស៊ីទៅមុនទៅពេលនេះម៉ាក់មិនចង់ឃើញមុខឯងទេហើយយើងក៏មិនចង់ឆ្លងរោគជាប់គុកជាប់ច្បាប់ពីឯងដែរកូនមិនក៏និយាយជាមួយបងអញ្ចឹងកូនគេមិនមែនជាបងរបស់ខ្ញុំទេលោកប៉ារឿងជីវិតផ្សងស្នេហ៍ភាគទី1ចប់តែប៉ុណ្ណេះសូមរងចាំតាមដានទស្សនានៅភាគទី2ដែលជាភាគបន្តសូមអរគុណ